ហេតុអ្វីគោព្រៃខ្លាចជាសត្វតំណាងប្រទេសកម្ពុជាប្រទេសសមាជិកអាស៊ានទាំង10សុទ្ធតែមានសត្វតំណាងអត្តសញ្ញាណជាតិរៀងៗខ្លួនខណៈពេលពិសេសរបស់សត្វទាំងនោះគឺមានការពាក់ព័ន្ធទៅនឹងឈ្មោះប្រទេសប្រវត្តិសាស្ត្រជំនឿនិងវប្បធម៌ប្រពៃណីមរតកធម្មជាតិជាដើមក្នុងនោះសត្វតំណាងរបស់ប្រទេសកម្ពុជាគឺសត្វគោព្រៃការដែលគោព្រៃคล้ายទៅជាសត្វតំណាងរបស់ប្រទេសកម្ពុជាព្រោះតែសត្វចតុប្បន្នប្រភេទនេះគឺជាសត្វមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសយើងគេនៅចាំបានថានៅឆ្នាំ1964ព្រះបាទសម្ដេចនរោត្តមសីហនុបរមរាជរតនកោដ្ឋបានចេញព្រះរាជប្រកាសជាផ្លូវការថាសត្វតំណាងជាតិនៃប្រទេសកម្ពុជាគឺជាសត្វគោព្រៃនិងបានចេញច្បាប់ហាម5មិនឲ្យមានការបរបាញ់ថែមទៀតផងវាជាប្រភេទសត្វកម្រមួយប្រភេទដែលអាចនឹងផុតពូជទៅហើយនៅក្នុងតំបន់ឥណ្ឌូចិនគេជឿថាវានៅតែមានសេសសល់នៅក្នុងព្រៃនៃប្រទេសកម្ពុជាដូចជាខេត្តសៀមរាបឧត្តរមានជ័យព្រះវិហារមណ្ឌលគិរីរតនគិរីនិងខេត្តស្ទឹងត្រែងជាដើមប៉ុន្តែគួរឲ្យសោកស្ដាយក្នុងរយៈពេល30ទៅ40ឆ្នាំមកនេះគេពុំដែលប្រទេសឃើញវត្តមានគោព្រៃទៀតនោះទេគោព្រៃគឺជាសត្វពាហនៈមួយយ៉ាងធំដែលមានទំហំប្រហែលនឹងក្របីដែរគោព្រៃឈ្មោលអាចមានកម្ពស់ទៅដល់2ម៉ែត្រនិងគិតទាំងកម្ពស់បូករបស់វាហើយមានទម្ងន់ជាធម្មតា900គីឡូគោព្រៃអាចមានសម្បកប្រផេះថ្នោតចាស់ឬក៏ខ្មៅតែម្ដងគោព្រៃញីមានស្នែងរាងកោងដូចស្នែងសត្វខ្ទីងដែរឯស្នែងរបស់គោឈ្មោលមានប្រវែងជិត1ម៉ែត្រនិងកោងទូខងខ្នងខាងលើហើយចាប់ផ្ដើមមានសំណក់នៅចុងក្រោយស្នែងនិងពួកវាមានអាយុ3ឆ្នាំទាំងគោព្រៃញីនិងឈ្មោលគន្លាកចម្រុះហើយមានកន្ទុយវែងគោព្រៃច្រើនរស់នៅតាមទីទួលទាបៗដែលមានដើមឈើខ្លះៗហើយអាហារចម្បងរបស់ពួកវាគឺស្មៅនិងរុក្ខជាតិគោព្រៃជាសត្វចូលចិត្តភាពងងឹតរកស៊ីតាមវាលនៅពេលយប់បើពេលថ្ងៃពួកវាចូលចិត្តរកស៊ីក្រោមដើមឈើជាធម្មតាពួកវារស់នៅជាហ្វូងប្រហែលជា20ក្បាលដែលមានទាំងមេគោកូនគោហើយក៏អាចមានបាននៅរដូវក្តៅផងដែរជាទូទៅគោព្រៃចាប់ផ្ដើមបន្តពូជនៅរដូវក្តៅនេះឯងគោព្រៃញីពពោះចន្លោះពី8ខែទៅ9ខែហើយកើតកូនបានម្ដងនោះទេនៅពេលជិតគ្រប់ខែគោព្រៃញីចាក់ចេញពីហ្វូងដើម្បីទៅបង្កើតកូនក្នុងព្រៃជ្រៅហើយនៅពេលកូនរបស់វាបានអាយុ1ខែទើបនឹមកូនត្រឡប់មករកហ្វូងវិញហើយគោព្រៃដែលមានពូជកើតក្នុងព្រៃរស់នៅក្នុងព្រៃជាគោដែលមានមាឌធំស្នែងមានរំពេចមូលសម្បូរដងខ្លួនខ្មៅរលើបមានពពលត្រង់កជើងទាំង4នាសម័យបុរាណគេទាកយកកូនគោព្រៃឈ្មោលស្ទាវមកផ្សាំងលុះវាធំឡើងគេទុកធ្វើជាបាក្រលកូនកាត់ពីបានោះប្រសិនបើឈ្មោលមានមាឌធំស្រដៀងនឹងបាវាមានរំពុតស្នែងដូចជាបាវាដែរដែលខ្មែរយើងតែងតែហៅថាគោខ្មែរឬគោល្បាយលុះតពូជរៀងមកគេក៏នៅតែហៅគោទាំងនោះថាគោខ្មែរគោខ្មែរជារហូតមកគោពូជផ្សេងពីគោខ្មែរនោះក៏ដោយក៏ហេតុគេនាំយកមកពីប្រទេសសៀមមកហៅថាគោសៀមប៉ុន្តែនៅក្នុងបច្ចុប្បន្នស្រុកក៏លែងហៅទៀតហើយនៅតែឮពាក្យថាគោតែប៉ុណ្ណោះអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលថ្មីគេបានប្រទះឃើញហ្វូងគោព្រៃនៅប្រទេសវៀតណាមដែលអ្នកសត្វវិទ្យាសាស្ត្រវៀតណាមអះអាងថាពួកវាអាចមានទម្ងន់រហូតដល់1700គីឡូក្រាមឯណោះ
ប៉ុន្តែរបាយការណ៍នេះនៅតែស្ថិតនៅក្នុងភាពមិនទាន់ជាផ្លូវការនៅឡើយទេសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់